ចំពុកទី3វិចារម៉ែណែនាំកូនអំពីគូជីវិតនិយមន័យស្នេហាកូនអើយសេចក្តីស្រឡាញ់គឺងាយបង្កើតណាស់ប៉ុន្តែការថែរក្សាសេចក្តីស្រឡាញ់ឲ្យនៅស្ថិតស្ថេរនៅយូរអង្វែងគឺជាការលំបាកយ៉ាងក្រៃលែងសេចក្តីស្រឡាញ់អ្នកណាក៏អាចស្រឡាញ់បានដែរតែនិយមន័យនៃសេចក្តីស្រឡាញ់ពិតប្រាកដមានមនុស្សតិចអ្នកណាស់ដែលបានយល់សេចក្តីស្រឡាញ់จึงអាចនិយាយចេញមកបានដោយងាយតាមពាក្យសម្ដីថ្លាថ្លែងវិចារតែភាពស្មោះស្ម័គ្រចំពោះស្នេហាវាជារឿងដែលពិបាកតាមផ្លូវចិត្តព្រោះចិត្តមនុស្សយើងតែងតែប្រែប្រួលបានគ្រប់ពេលវេលាអ្នកដែលមិនយល់ជាក់ច្បាស់អំពីនិយមន័យនៃសេចក្តីស្នេហាគឺងាយណាស់ក្នុងការបង្កើតស្នេហាតែមិនចេះថែរក្សាស្នេហាឆាប់ស្រឡាញ់ហើយក៏ចាប់អស់ចិត្តប្រែប្រួលមិននឹងនោះសម្បូរតែសេចក្តីស្រឡាញ់តែមិនសម្បូរភាពស្មោះត្រង់ចូលចិត្តដើររួយរាយសេចក្តីស្រឡាញ់តែមិនចូលចិត្តដល់ភាពស្មោះស្ម័គ្រចំពោះសេចក្តីស្រឡាញ់និយមន័យរបស់ស្នេហាមិនមែនជាការស្រឡាញ់តែម្យ៉ាងនោះទេតែជាការស្រឡាញ់ដែលប្រកបព្រមជាមួយនឹងភក្តីភាពស្រឡាញ់ស្មោះស្ម័គ្រហ្មត់ចត់ប្រកបប្រជាសេចក្តីស្រឡាញ់ដែលពិតប្រាកដគឺត្រូវស្រឡាញ់ដោយយកបេះដូងមកស្រឡាញ់ពុំមែនស្រឡាញ់ដោយយកអារម្មណ៍តណ្ហាមកស្រឡាញ់ទេស្រឡាញ់ដោយការអាណិតមេត្តាមិនមែនស្រឡាញ់ព្រោះតែសេចក្តីត្រូវការរបស់តណ្ហាតែម្យ៉ាងនោះឡើយព្រមស្រឡាញ់គឺព្រមលះបង់ព្រមស្រឡាញ់គឺព្រមស្មោះព្រមស្រឡាញ់គឺព្រមទទួលយកអ្វីគ្រប់យ៉ាងរបស់អ្នកដែលខ្លួនស្រឡាញ់អ្វីដែលម៉ែរៀបរាប់នេះគឺវាគ្រាន់តែជាសេចក្តីស្នេហារបស់បុរសនិងស្ត្រីតែប៉ុណ្ណោះតែម៉ែចង់ឲ្យកូនយល់ដឹងឲ្យកាន់តែច្បាស់និងកាន់តែស៊ីជម្រៅទៅក្នុងសេចក្តីស្នេហាច្រើនជាងនេះកូនកុំស្គាល់ស្នេហាតែសម្បកក្រៅកូនត្រូវស្គាល់ឲ្យដល់ខ្លឹមរបស់វាផងព្រោះពេលណាកូនបានស្គាល់ខ្លឹមរបស់ស្នេហាច្បាស់ហើយកូននឹងដឹងថាស្នេហាមិនមែនបង្កើតឡើងមកសម្រាប់តែមនុស្សប្រុសស្រីពីរនាក់ប៉ុណ្ណោះនោះទេគឺសម្រាប់មនុស្សទូទៅដែលរស់នៅជុំវិញខ្លួនរបស់កូនមានឪពុកម្ដាយបងប្អូនជាដើមព្រោះស្នេហានេះមកពីភាសាបាលីថាសិនេហៈប្រែមកវិញការស្រឡាញ់គឺជាការស្រឡាញ់រវាងស្វាមីនិងភរិយារវាងឪពុកម្ដាយនិងកូនរវាងបងហើយនិងប្អូនឡាគេថាសេចក្តីស្នេហាគឺអាត្មានិយមណាស់បើស្រឡាញ់អ្នកណាហើយតែងតែទាមទារឲ្យគេស្រឡាញ់តបមកខ្លួនវិញតែចំពោះម៉ែគិតថាស្នេហាគឺធ្វើឲ្យមនុស្សបាត់ការយកចិត្តទុកដាក់លើខ្លួនឯងច្រើនជាងព្រោះរវល់តែតាមស្រឡាញ់គេមានពេលវេលាមកស្រឡាញ់ខ្លួនឯងម៉ែមិនចង់ឲ្យកូនរវល់ងប់ងល់នឹងរឿងស្នេហាពេកទេធ្វើត្បិតតែសេចក្តីស្រឡាញ់គ្មានអ្នកណាហាមឃាត់បានក៏ពិតមែនតែម៉ែសូមឲ្យកូនចេះប្រើប្រាស់ស្នេហាកុំឲ្យស្នេហាវាប្រើប្រាស់កូនសូមឲ្យកូនចេះគ្រប់គ្រងស្នេហាកុំឲ្យស្នេហាគ្រប់គ្រងកូននិងសូមឲ្យកូនចេះបង្គាប់បញ្ជាទៅលើស្នេហាកុំឲ្យស្នេហាវាបង្គាប់បញ្ជាមកលើកូនបានតាមទំនឹងចិត្តរបស់វាឲ្យសោះកូនត្រូវតែជាមនុស្សដែលមានអំណាចបំផុតទៅលើស្នេហាណាកូនដោយសារតែមនុស្សសម័យឥឡូវចាត់ទុកស្នេហាជាសួនកំសាន្តចូលមកលេងសើចចូលមកលេងហើយអស់ចិត្តក៏ចេញទៅវិញទើបធ្វើឲ្យមនុស្សជាច្រើនកាត់ទុកដោយសារស្នេហា
ឈឺចាប់ដោយសារស្នេហាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារស្នេហានិងសម្លាប់ខ្លួនដោយសារស្នេហាកូនអាចលេងសើចជាមួយនឹងស្នេហាបានតែស្នេហាវាមិនលេងសើចជាមួយនឹងកូនទេគឺវានឹងធ្វើឲ្យកូនយំដោយសារតែវាមិនខានស្នេហាដែលប្រកបដោយតណ្ហាជាស្នេហាមិនស្ថិតស្ថេរទេតែស្នេហាដែលស្ថិតស្ថេរគឺជាស្នេហាដែលប្រកបដោយមេត្តាស្នេហាភ្លើងចម្បើងដុតឆាបឆេះសន្ធោសន្ធៅព្រលរាខ្លាំងហើយក៏ឆាប់រលត់ដូចគ្នាស្នេហាដែលបំពៅផ្អែមឆ្ងាញ់តែពីគុលទៅដល់ចុងសាបដូចទឹកទន្លេស្នេហាដែលងាយស្រឡាញ់ហើយក៏ងាយស្អប់ងាយផ្ដើមហើយក៏ងាយបញ្ចប់ស្នេហាបែបនេះគេច្រើនតែហៅថាស្នេហារន្ទះបាញ់ម៉ែនឹងអានកំណាព្យខ្លីមួយឲ្យកូនស្ដាប់ពេលកូនស្ដាប់ហើយចូលកូនគិតពិចារណាដោយបញ្ញារបស់ខ្លួនចុះឃើញភ្លាមស្នេហ៍ផ្លែតអេតតាម Facebook ណាត់គ្នាជុកមុខរាយទំនុកស្នេហ៍សារសងអូនបងត្រកងគៀកក្បែរនាំថ្នាក់ស្មោះថែស្នេហ៍រន្ទះបាញ់ការគ្រាដំបងស្ងួយដូចដងដុតដល់ទីបំផុតចិត្តអស់ស្រឡាញ់ស្នេហ៍ប្រែជាសាបឆ្អេះឆ្អាប់មិនឆ្ងាញ់ចិត្តធ្លាប់ស្រឡាញ់ប្រែប្រួលនឿយណាយស្នេហ៍បានមួយឆាវប្រើហើយស្ងាត់ដោយខ្យល់បក់ផាត់រសាត់ទៅឆ្ងាយចិត្តក៏កើតទុក្ខរົບគួនរាងកាយដេកយំអត់បាយឡាយតាម Facebook ភាសាស្នេហ៍ងាយសរសេរងាយអានងាយនិយាយតែមិនងាយអនុវត្តស្រឡាញ់គេភ្លេចស្រឡាញ់ខ្លួនឯងកូនអើយស្នេហាធ្វើឲ្យកូនរីករាយស្នេហាធ្វើឲ្យកូនសោកសៅស្នេហាធ្វើឲ្យកូនមានសេចក្តីសុខតែស្នេហាក៏ធ្វើឲ្យកូនមានសេចក្តីទុក្ខពិសេសស្នេហាធ្វើឲ្យកូនសើចហើយវាក៏ធ្វើឲ្យកូនយំបានដូចគ្នាអោស្នេហ៍អើយស្នេហាអ្នកពិតជាអស្ចារ្យពេកហើយពាក្យតែពីរបាត់សោះដេចឡើយក៏ធ្វើឲ្យមនុស្សមួយផែនដីវង្វេងវង្វាន់អស់ដោយសារតែអ្នកខ្លះព្រោះតែសេចក្តីស្នេហាដល់ថ្នាក់ហ៊ានប្រហារជីវិតខ្លួនឯងនិងអ្នកដទៃព្រោះតែស្នេហាហ៊ានអាសាច់សម្រក់ឈាមព្រោះតែស្នេហាហ៊ានកសាងកំហុសច្រើនរាប់មិនអស់ព្រោះតែស្នេហាសុខចិត្តធ្វើឲ្យខ្លួនឯងលំបាកវេទនាស្ទើរស្លាប់ស្ទើររស់សេចក្តីស្រឡាញ់គ្មានអ្នកណាហាមឃាត់វាបានទេតែឲ្យមានព្រំដែនក្នុងការស្រឡាញ់ផងកូនត្រូវដឹងថាកូនមានសេចក្តីស្រឡាញ់ច្រើនប៉ុណ្ណាសេចក្តីទុក្ខខ្លោចផ្សាក៏មានច្រើនប៉ុណ្ណឹងដែរម្នាក់រវល់តែស្រឡាញ់គេរហូតដល់ភ្លេចស្រឡាញ់ខ្លួនឯងរវល់តែថែរក្សាគេភ្លេចថែរក្សាខ្លួនឯងរវល់តែហួងហែងគេភ្លេចហួងហែងខ្លួនឯងរវល់តែគិតពីគេភ្លេចគិតដល់ខ្លួនឯងស្រឡាញ់អ្នកណាក៏ស្រឡាញ់ទៅចោះតែកូនត្រូវចេះស្រឡាញ់ខ្លួនឯងផងបាត់បង់ស្នេហាក៏បាត់បង់ទៅចោះកុំឲ្យតែកូនបោះបង់ខ្លួនឯងចោលបើកូនបោះបង់ខ្លួនឯងចោលហើយជីវិតរបស់កូនក៏គ្មានន័យអ្វីតតែសោះកូនកុំធ្វើបាបខ្លួនឯងព្រោះតែស្នេហាកុំបោះបង់គ្រួសារដោយសារតែដទៃកូនត្រូវចេះឲ្យតម្លៃខ្លួនឯងនិងចេះស្រឡាញ់ខ្លួនឯងផងកុំស្រឡាញ់គេរហូតដល់ថ្នាក់ឈប់ស្រឡាញ់ខ្លួនឯងអីណាកូនកូនសាកអានកំណាព្យខាងក្រោមនេះមើលអានហើយកូននឹងដឹងថាស្នេហាវាមានឥទ្ធិពលយ៉ាងណាចំពោះមនុស្សលោកស្នេហ៍ហើយស្នេហ៍ហឺតកើតក្នុងលោកស្នេហ៍នាំទុក្ខសោកបោកចិន្តាស្នេហ៍ស្និទ្ធរំរិតដិតអោរាស្នេហ៍នាំសោកមិនចេះចប់ស្នេហ៍អូនស្នេហ៍បងចងជាប់ស្អិតស្នេហ៍នាំគេគិតចិត្តមិនស្ងប់ស្នេហ៍ប្រែស្រឡាញ់ខ្នាញ់ហើយស្អប់ស្នេហ៍ទាំងថ្ងៃទាំងយប់ចិត្តជាប់នៅស្នេហ៍ខកបំណងមួម៉ងចិត្តស្នេហ៍នាំជីវិត
គិតសោកសៅស្នេហ៍ស្និទ្ធដិតដាមស្នាមក្រឡៅស្នេហ៍ជាដំបៅដៅដួងចិត្តស្រឡាញ់អ្នកណាក៏ស្រឡាញ់ចោះគឺមិនខុសទេកូនតែក៏បីស្រឡាញ់ខ្លួនឯងផងសង្សារជាសាច់ផ្សេងទេកូនកូនអើយមនុស្សដែលឈ្មោះថាសង្សារគ្រាន់តែជាអ្នកដតីតែប៉ុណ្ណោះមិនជាប់សាច់ឈាមអីជាមួយកូនទេគេអាចនឹងបោះបង់កូនចោលបានគ្រប់ពេលនៅពេលដែលចិត្តរបស់គេអស់សេចក្តីស្រឡាញ់ចំពោះកូនព្រោះចិត្តមនុស្សតែងតែប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ថ្ងៃនេះគេស្រឡាញ់កូនថ្ងៃស្អែកគេអាចនឹងស្អប់កូនថ្ងៃនេះគេស្មោះកូនថ្ងៃស្អែកគេអាចនឹងបត់កូនក៏អាចថាបានដូច្នេះកូនត្រូវត្រៀមខ្លួនឲ្យហើយសម្រាប់ថ្ងៃនោះមកដល់ទើបកូនមិនសូវឈឺចាប់រំលែកសេចក្តីស្រឡាញ់ទុកសម្រាប់ខ្លួនឯងខ្លះកុំប្រគល់ឲ្យគេទាំងអស់អីណាកូនត្រូវទុកចំណែកបេះដូងសម្រាប់ខ្លួនឯងខ្លះផងម៉ែដឹងថាឥទ្ធិពលនៃសេចក្តីស្នេហាអាចធ្វើឲ្យមនុស្សហ៊ានលះបង់អ្វីគ្រប់យ៉ាងបានតែម៉ែគ្រាន់តែចង់រំលឹកកូនឲ្យចេះត្រៀមខ្លួនទុកជាមុនប៉ុណ្ណោះបើស្នេហាស្មោះពិតប្រាកដទាំងសងខាងការលះបង់ចំពោះគ្នាទៅវិញទៅមកវាគឺជាការប្រពៃណាស់តែបើស្មោះតែម្ខាងការលះបង់របស់កូននឹងទទួលបានមកវិញនូវភាពឈឺចាប់ថ្ងៃក្រោយកូនត្រូវចាំថាអ្នកដែលស្មោះពិតប្រកបនឹងស៊ូស្លាប់រស់ជាមួយកូនគឺមានតែម្នាក់គត់ប៉ុណ្ណោះនោះគឺកូនខ្លួនឯងផ្ទាល់តែម្ដងសង្សារមិនមែនជាម្ដាយមិនមែនជាឪពុកមិនមែនជាបងមិនមែនជាប្អូនសង្សារជាអ្នកដតីសត្វសាជាសាច់ផ្សេងគ្នាតែគេមានសិទ្ធិចូលមកក្នុងបេះដូងរបស់កូនបានដូច្នេះគេអាចនឹងច្របាច់បេះដូងរបស់កូនឲ្យខ្ទេចខ្ទាំក្នុងថ្ងៃណាមួយមិនខានឡើយបើសិនជាគេអស់សេចក្តីស្រឡាញ់ចំពោះកូនអញ្ចឹងហើយទើបម៉ែចង់ឲ្យកូនចិត្តថែរក្សាបេះដូងខ្លួនឯងផងណាកូនសង្សារអាចនឹងក្បត់កូនគ្រប់ពេលវេលាតែពុកម៉ែមិនដែលគិតចង់ក្បត់កូនឡើយគូជីវិតកូនអើយគូជីវិតមិនមែនសុទ្ធតែសមតាមបំណងគ្រប់តែគ្នានោះទេបើមានគូជីវិតខុសដូចចុកផ្ទះខ្លាញ់ទាំងរស់អញ្ចឹងកូនយកប្តីយកប្រពន្ធមកដើម្បីបំពេញកង្វះខាតនៅក្នុងជីវិតចុះបើយកមកហើយមួយថ្ងៃឆ្លោះតែគ្នាមានកូនមួយកូនពីរក៏លែងលះគ្នាធ្វើឲ្យកូនបែកបាក់ម៉ែឪមានភាពកក់ក្ដៅតើកូនគិតយ៉ាងម៉េចទៅវិញប្តីប្រពន្ធមិនមែនចេះតែយកឲ្យតែបាននោះទេមុននឹងសម្រេចចិត្តជ្រើសរើសគូជីវិតកូនត្រូវចេះគិតឲ្យច្បាស់លាស់សិនជាពិសេសគឺកូនជាមនុស្សប្រុសថាតើកូនមានសមត្ថភាពគ្រប់គ្រាន់អាចចិញ្ចឹមប្រពន្ធកូនរស់បានសុខស្រួលដែរអត់មានការងារធ្វើសមរម្យអត់មានប្រាក់ចំណូលល្មមគ្រប់គ្រាន់អត់មានចិត្តទទួលខុសត្រូវខ្ពស់អត់មានចិត្តគុណអាចរស់នៅចុះសម្រុងជាមួយប្រពន្ធនិងគ្រួសារខាងប្រពន្ធបានដែរឬអត់ឬក៏អាចអត់ធន់ចំពោះឪពុកក្មេកម្ដាយក្មេកបានអត់ព្រមបោះបង់សេរីភាពដោយកាលនៅកំឡោះបានអត់បើបានអូខេយកចុះម៉ែមិនថាអីទេតែបើគ្មានសមត្ថភាពទាំងអស់នេះទេកូនត្រៀមខ្លួនទទួលយកការបែកបាក់ឲ្យហើយទៅកូនខ្លះមិនទាន់ឈប់លាដៃសុំលុយឪពុកម្ដាយចាយផងក៏យកប្រពន្ធដែរខ្លួនឯងមួយចិញ្ចឹមមិនទាន់រស់ចង់ទៅចិញ្ចឹមកូនប្រពន្ធតើអាចទេកុំយកជីវិតគេឲ្យមកលំបាកវេទនាជាមួយកូនអីបើមិនទាន់យល់ច្បាស់ពីជីវិតគូទេកុំទាន់អាលចង់បានប្តីចង់បានប្រពន្ធព្រោះជីវិតគូមានរឿងជាច្រើនដែលកូនត្រូវជួបប្រទះនិងឆ្លងកាត់វាបើកូនឆ្លងកាត់វាបានជីវិតគូនឹងបានជោគជ័យតែបើកូនឆ្លងកាត់មិនបានទេប្រកាសណាស់ថាជីវិតគូរបស់កូននឹង
ល្អកកមិនខានពាក្យថាប្តីប្រពន្ធគឺងាយនិយាយណាស់តែមេរៀនប្តីប្រពន្ធដែលត្រូវអនុវត្តវាមិនសូវស្រួលដូចមាត់និយាយឡើយដូចនេះកុំត្រូវតែច្បាស់លាស់ប្រកបប្រជាថាខ្លួនឯងអាចអនុវត្តតាមមេរៀនប្តីប្រពន្ធបានឬអត់អាចទទួលយករឿងរ៉ាវនិងបញ្ហាគ្រប់យ៉ាងដែលវាកើតឡើងក្នុងជីវិតប្តីប្រពន្ធបានឬអត់អាចផ្ដល់សេចក្តីសុខសុភមង្គលឲ្យគ្នាទៅវិញទៅមកបានឬអត់ពិសេសតើកូនមានទំនួលខុសត្រូវក្នុងជីវិតគ្រួសារបានប៉ុន្មានជីវិតគូមិនមែនជាជីវិតដែលលេងនៅក្នុងកុននៅក្នុងល្ខោនដែលវាគ្រាន់តែជាការសម្ដែងឲ្យទស្សនិកជនទស្សនាតែប៉ុណ្ណោះទេគឺវាជាជីវិតពិតជាតថភាពពិតសកម្មភាពពិតរឿងរ៉ាវដែលកើតឡើងគឺជាការពិតហើយសេចក្តីស្រឡាញ់ដែលផ្ដល់ឲ្យគ្នាទៅវិញទៅមកក៏ត្រូវតែជាការពិតតែកុំប្រកាសចិត្តទេថាកូនមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទទួលរ៉ាប់រងជីវិតគូរបស់កូនបានតែកូនមានសេចក្តីអត់ធ្មត់បានប៉ុណ្ណាចំពោះរឿងរ៉ាវដែលកើតឡើងក្នុងជីវិតគូរបស់កូនបើកូនមានសមត្ថភាពគ្រប់គ្រាន់ហើយនោះកូនប្រកាសជាអាចគ្រប់គ្រងជីវិតគូរបស់កូនបានយ៉ាងងាយស្រួលបើបានគ្នាជាស្វាមីភរិយាហើយក៏គួរតែចេះថែរក្សាគ្នាឲ្យបានល្អតស៊ូដឹកដៃគ្នាឆ្លងកាត់ឧបសគ្គជីវិតជាមួយគ្នាចេះអនុគ្រោះគ្នាចេះលើកលែងឲ្យគ្នាកូនត្រូវស្រឡាញ់គ្នាដោយមេត្តាឲ្យច្រើនជាងស្រឡាញ់គ្នាដោយតណ្ហាមានចិត្តស្មោះស្ម័គ្រភក្តីភាពនឹងគ្នានោះហើយឈ្មោះថាកូនមានដៃគូជីវិតដែលពិតប្រាកដសេចក្តីសុខសុភមង្គលក៏កើតឡើងពិតប្រាកដនៅក្នុងគូជីវិតរបស់កូនដូចគ្នាក្នុងនាមកូនជាស្វាមីក៏បីឲ្យតម្លៃនិងលើកតម្កើងដល់នាងដែលជាភរិយាឲ្យដូចជាម្ដាយឬឲ្យដូចជាបងប្អូនស្រីមិនមើលងាយវិតម្លៃដោយការមិនពេញចិត្តឬដោយការប្រមាថផ្សេងត្រូវចេះស្រឡាញ់អាណិតស្និទ្ធស្នាលនៅក្បែរថ្នាក់ថ្នមលួងលោមលើកទឹកចិត្តកុំក្បត់ផិតលួចលាក់មាន2 3មានក្នុងមានក្រៅមានដើមមានចុងហើយដែលសំខាន់ផ្ដល់ភាពជាធំឲ្យទៅនាងដែលជាភរិយាក្នុងការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិផ្ទះសម្បែងដែលខ្លួនឯងរកបាននិងផ្ដល់នូវគ្រឿងអលង្ការសម្រាប់នាងតុបតែងខ្លួនប្រាណជាដើមស្វាមីស្មោះស្ម័គ្រថ្នាក់ថ្នមភរិយាស្វាមីល្អជារឹកពីប្រពៃស្វាមីចេះគិតមិនក្បត់ចិត្តស្រីស្វាមីភក្តីស្រីមានកិត្តិយសស្វាមីក្បត់ចិត្តមិនគិតខ្វល់នឹកស្វាមីប្រមឹកផឹកហើយតែងឆ្លោះស្វាមីវល់ច្រើនល្បិចកលខ្ពស់ស្វាមីចិត្តស្មោះលើកគេឈ្មោះស្រីស្វាមីស្មោះសលំអគ្រួសារស្វាមីហានខ្លាចិន្តាភក្តីស្វាមីមិនឆ្លោះព្រោះមានសិរីស្វាមីប្រពៃស្រីតែងប្រាថ្នាក្នុងនាមកូនជាភរិយាក៏បីជាស្ត្រីដែលចេះទុកដាក់ចេះថែរក្សាការពារទ្រព្យសម្បត្តិតែស្វាមីរកបានមកនឹងចេះរៀបចំផ្ទះសម្បែងឲ្យមានរបៀបរៀបរយល្អចេះដាំចេះឆ្លកុំខ្ជិលកុំទម្រុនរហ័សរហួនក្នុងការងារជាស្ត្រីមេផ្ទះត្រូវចេះស្រឡាញ់រាប់អានញាតិទាំងសងខាងគឺទាំងខាងខ្លួនឯងទាំងខាងស្វាមីនិងមិនត្រូវមានចិត្តប្រព្រឹត្តក្បត់ស្វាមីដោយកុំឃើញប្រុសដទៃល្អជាងប្តីខ្លួនឯងឲ្យសោះថែរក្សាចិត្តស្មោះចំពោះស្វាមីរបស់ខ្លួនឯងតែម្នាក់ប៉ុណ្ណោះមិនបញ្ចេញមាយាម្ញាក់ម្ញក់ដាក់បុរសដទៃត្រូវមានស្មារតីចាំជានិច្ចថា
ខ្លួនឯងមានស្វាមីរួចហើយភរិយាល្អគប់ទ្របគង់វង្សភរិយាស្មោះត្រង់អង្គគំរូភរិយាចិត្តល្អរកស៊ីធូរភរិយាដ៏អ៊ូរកស៊ីតឹងភរិយាវៃឆ្លាតល្អថ្លៃថ្លាភរិយាហានខ្លាគឺរឹងប៉ឹងភរិយាចេះរកមានលំនឹងភរិយាចេះដឹងមិនខឹងផ្ដាស់ភរិយាមានយុះកេរ្តិ៍ឈ្មោះល្អភរិយាស្មោះសរបបរណាស់ភរិយាចេះគិតរឹតល្អល្អះភរិយាត្រូវច្បាស់ទូនាទីដៃគូជីវិតគឺជាការរួមសុខរួមទុក្ខផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកចេះយោគយល់អធ្យាស្រ័យគ្នាចេះអត់ឱនទោសកំហុសតិចតួចដល់គ្នានឹងគ្នាធ្វើរួមគ្នាគិតរួមគ្នាព្រមព្រៀងគ្នាគិតនិងព្រមព្រៀងគ្នាធ្វើមិនលាក់លៀមមុខក្រោយមុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវចេះពិភាក្សាគ្នាជាមុនចេះផ្ដល់មតិយោបល់ដល់គ្នាបើភរិយាស្វាមីធ្វើបានប៉ុណ្ណឹងនោះដៃគូជីវិតនឹងមានតែសេចក្តីសុខសុភមង្គលរហូតជាដរាបតរៀងទៅស្វាមីចិត្តស្មោះចំពោះភរិយាដោយមិនរុញរាការពារស្រីថ្លៃស្រឡាញ់ដោយចិត្តគិតដល់រាល់ថ្ងៃហើយឲ្យតម្លៃដល់ស្រីជានិច្ចភរិយាល្អពិតចិត្តមិនងាករេមិននៅទំនេរមិនជេរប្រតិចមិនមើងងាយប្តីហាស្ដីតិចតិចដឹងខ្លួនជានិច្ចមិនភ្លេចស្វាមីដៃគូជីវិតពិតមិនព្រោះប្រែព្រោះចេះថ្នមថែស្នេហ៍ស្និទ្ធភក្តីមិនក្បត់ចិត្តគ្នាលុកគ្រាសង្ស័យភរិយាស្វាមីនឹងមានក្តីសុខដៃគូជីវិតដែលស្ថិតស្ថេរគឺទាមទារឲ្យភាគីទាំងសងខាងចេះផ្ដល់តម្លៃឲ្យគ្នាចេះផ្ដល់ពេលវេលាឲ្យគ្នានិងចេះអនុគ្រោះគ្នាទៅវិញទៅមកល្មមហត់នឿយហើយកូនជាទីស្រឡាញ់កូនមានអាណិតខ្លួនឯងទេរាល់ថ្ងៃនេះព្រោះម៉ែឃើញកូនរវល់តែតាមយកចិត្តយកថ្លើមគេរវល់តែធ្វើរំរើតាមចិត្តគេមិនបានមើលថែចិត្តខ្លួនឯងដោយសារតែពាក្យថាខ្លាចចិត្តគេខ្លាចគេមិនពេញចិត្តខ្លាចគេទាស់ចិត្តខ្លាចគេមិនត្រូវចិត្តទើបកូនសុកចិត្តធ្វើបាបចិត្តខ្លួនឯងរហូតអត់ស្រាក់ស្រានកូនអើយល្មមភ្ញាក់ខ្លួនហើយកុំខ្វល់តែពីតម្រូវចិត្តគេច្រើនពេកកូនមិននឿយហត់ទេអីហេតុអ្វីបានជាមិនធ្វើដើម្បីតម្រូវបេះដូងខ្លួនឯងផងបេះដូងរបស់កូនក៏ទាមទារការមើលថែនិងការយកចិត្តទុកដាក់ពីកូនផងដែរមិនក៏កូនទុកបេះដូងខ្លួនឯងចោលមិនមានការអើពើខ្វល់ខ្វាយបែរជារវល់រត់ទៅខ្វល់តែរឿងបេះដូងគេទៅវិញល្មមនឿយហត់ខ្លះហើយណាកូនសូមធ្វើតម្រូវតាមបេះដូងរបស់កូនត្រូវការឲ្យតែគិតថាទង្វើនោះជាទង្វើល្អជាទង្វើដែលនាំឲ្យចិត្តកូនសប្បាយរីករាយជាការងារដែលមានប្រយោជន៍សម្រាប់ខ្លួនឯងមិនប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដទៃនិងមិនប៉ះពាល់ដល់សង្គមជាតិកូនធ្វើទៅកុំខ្វល់រឿងគេមិនពេញចិត្តរឿងគេថារឿងគេនិយាយមិនល្អធម្មតាចិត្តមនុស្សមួយនគរវាមិនដូចគ្នាទាំងអស់ទេកូនតែមានអ្នកពេញចិត្តនិងអ្នកមិនពេញចិត្តអញ្ចឹងឯងសំខាន់គឺចិត្តរបស់កូនខ្លួនឯងពេញចិត្តនឹងអ្វីដែលខ្លួនឯងធ្វើទៅបានហើយបើកូនរវល់តែរត់ទៅតម្រូវចិត្តមនុស្សគ្រប់គ្នាច្បាស់ជាហត់ស្លាប់មិនខានទេកូនមិនហត់ទេអីបត់ថ្លៃមាសម្ដាយកុំសូវចំណាយពេលលើគេពេករវល់តាមចិត្តគេមិនបានដេកគួរតែរំលែកពេលថែខ្លួនផង